មីនុយអូវ៉ាន់ទីនទឹកដោះគោកែវលេខ20និង22សម្រាប់ម្សៅអូវ៉ាន់ទីនខ្ញុំប្រើចំនួន1ស្លាបព្រាក្រិតហើយថែមបន្តិចទៀតដែរបងសម្រាប់ស្លាបព្រារបស់ខ្ញុំនេះអាស្លាបព្រាតូចណាមិនមែនស្លាបព្រាក្រិតពណ៌ខ្មៅដែលខ្ញុំប្រើដងហ្នឹងទេអូវ៉ាន់ទីនទឹកដោះគោម្សៅអូវ៉ាន់ទីនដាក់មកស្លាបព្រាវល់ដូចខ្ញុំដាក់មិញណាបងទឹកក្តៅ80បងយកផ្អែមខ្លាំងអីផ្អែមខ្លាំងចាតើសួរព្រោះធម្មតាបងកំងផ្អែមហ្មងទឹកដោះគោស្រស់30ទឹកដោះគោខាប់30ផ្អែមល្មមកុំភ្លេចគោ